ដោយសារតែយើងគឺជាមនុស្សស្មោះស្នេហ៍ហ្នឹងយើងកុំទៅជឿជាក់មនុស្សស្រីមួយចំនួនពេកណាដោយសារតែមនុស្សស្មោះដូចពួកយើងហ្នឹងមនុស្សស្រីមួយចំនួនហ្នឹងតែងតែយកបេះដូងយើងហ្នឹងយកមកលេងសើចដោយសារតែយើងគឺជាមនុស្ស introvert យើងអត់សូវចេះនិយាយរកណាគេញ៉ៃញ៉ៃទេធម្មតាទេមនុស្ស introvert គឺតែងតែស្ងប់ស្ងាត់ជានិច្ចប៉ុន្តែនៅពេលដែលមានមនុស្សម្នាក់គាត់មកលក្ខណៈថាលេងសើចមួយយើងឲ្យយើង take care ពីគាត់នៅពេលដែលលេងហ្គេមមួយគ្នាហ្នឹងគឺតែងតែគាត់ចេញចរិតខ្ជិះខ្ជូតមកដូចប្រចាំដូចអីចឹងទៅហើយនៅពេលដែលចេញចរិតខ្ជិះខ្ជូតមកអញ្ចឹងធ្វើឲ្យយើងនេះវាគិតផ្ដេសផ្ដាស់ដល់ឋានប្រចាំដល់ឋានបើអិនអីចឹងណាគិតថាបើសិនជាបានធ្វើសង្សារមួយគ្នាវិញមិនដឹងជាល្អយ៉ាងណាទេនេះអាមនុស្សកំពុងតែ introvert single ស្រាប់ផងណាស្រាប់ដល់ពេលយើងលេងមួយគ្នាយូរទៅចេញអាចរិតខ្ជិះខ្ជូតដូចសង្សារយូរទៅតែមិនមែនជាសង្សារទេប៉ុន្តែនៅពេលដែលអ្នកដតីមើលមកនិយាយថាដូចសង្សារគ្នានឹងតែម្ដងហើយដល់ពេលយើងនេះឃើញគេអញ្ចឹងទៅយើងគិតនេះឋានប្រចាំឋានបើអិនហើយគេនោះមានគិតដូចយើងណាគេគ្រាន់តែយកបេះដូងយើងហ្នឹងយកមកលេងសើចអីចឹងទៅណាដល់ពេលគេយកបេះដូងយើងលេងសើចអស់ចិត្តហើយគេក៏ដក friend game យើងចោលហើយគេប្លុក Facebook យើងទៀតហើយមូលហេតុអីបានគេប្លុកចឹងដោយសារតែគេមានសង្សារហើយខ្ញុំឆ្ងល់មួយយ៉ាងណាចេះទេបើមានសង្សារហើយក៏មានសង្សារទៅហើយចាំបាច់ប្លុកខ្ញុំចោលហើយចាំបាច់ដក friend game ខ្ញុំចោលទៅអីនិយាយទៅវាថាអត់យល់តែម្ដងណាថាមនុស្សស្រីគិតអីគេមនុស្សស្រីដែលសាវ៉ាមួយចំនួនហ្នឹងកំពុងតែគិតអីគេ